Hello ណ៎គ្នាមកចាយ admin ហត់ចោលយូរហើយមកឆ្ងល់ទៅគឺ admin ណារឿងកម្រងធ្វើរឿងហ្នឹងណាតាំងមុនភ្ជុំមកប៉ុន្តែដោយសារតែបងប្អូន admin មកអញ្ចឹងហើយ admin ក៏រវល់លេងល្បែងប្រជាប្រិយជាមួយនឹងបងប្អូនរបស់ admin អញ្ចឹងទៅក៏ខាតបានធ្វើឲ្យណ៎គ្នាទៅឥឡូវ admin មកវិញហើយខត់ admin កុំហត់ច្រើនទេណាហើយឥឡូវមកតសាច់ជើងមកយើងហ្មងហើយ admin ភ្លេចបាត់ហើយថាដល់ភេទណាអញ្ចឹងយើងតទៅហ្មងតពីភេទមុនប្រុសម្នាក់ហ្នឹងឲ្យទួស្រីជប់ឡានបន្ទាប់មកទួស្រីរបស់យើងក៏មិនដឹងធ្វើម៉េចក៏ប្រាប់ថ្លៃនាងទៅប្រាប់ម្នាក់ហ្នឹងប្រុសម្នាក់ហ្នឹងក៏ចេញពីឡានទៅប៉ុន្តែក៏សម័យទួស្រីហ្នឹងចេញមកដែរទៅធ្វើទួស្រីរបស់យើងគឺផ្ញើឲ្យប្រុសហ្នឹងធ្វើមុខគួយខ្លាចហ្នឹងមែនទែនធ្វើទួស្រីរបស់យើងគឺភ័យហើយក៏ចាក់លុកសោទៅហើយប្រុសម្នាក់ហ្នឹងគឺខំខ្លាំងមែនទែនក៏ទៅវាយឡានទួស្រីឲ្យទួស្រីចេញមកហើយទួស្រីរបស់យើងក៏គិតក្នុងចិត្តថាហួយប្រុសហ្នឹងប្រើប្រាស់ហើយមិនបានអត់ចេះស្ដាប់គ្នាសោះតមកប្រុសហ្នឹងក៏អាចចូលក្នុងឡានវិញបានហើយនិយាយគម្រាមទួស្រីទៅថាអ្នកឯងគិតថាខ្ញុំហ្នឹងកំពុងតែលេងសើចមែននៅពេលដែលខ្ញុំនិយាយថាខ្ញុំវាយមនុស្សអ្នកមិនតែដឹងថាអ្នកធ្វើឲ្យខុសផងខ្ញុំត្រូវអត់ទោះសិនបើយើងដកដង្ហើមធំមួយហើយក៏តបទៅវិញដល់ slow ថាចាខ្ញុំអត់ដឹងទេតែឯងអាចប្រាប់ខ្ញុំបានអត់គឺប្រូហ្នឹងក៏តបទៅទូស្រីវិញឡើងជឿជាក់ថាចាំស្ដាប់ណាកូនណានៅពេលដែលតេតិជនរបស់អ្នកមានអារម្មណ៍ល្អអ្នកគួរតែសុំទោសមិនក៏អ្នកហ៊ាននិយាយតបមកវិញហ៎ពាក្យពេចន៍សរសើរក៏ដោយនន្ទាក៏ដោយរបស់មនុស្សពៀមនុស្សអក្រក់មិនបាច់ស្អីយកមកគិតនាំឲ្យខូចគូក្បាលសំទោសផងលោកលើកក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះកុំញ៉ៃបើអ្នកមិនចង់ឲ្យមានរឿងអីកើតឡើងចំពោះខ្លួនរបស់អ្នកណាទោះស្អីបើយើងក៏បានកញ្ឆក់ដៃហើយក៏ដេញប៉ែកនឹងចេញពីឡានទៅខ្ញុំបដិសេធក្នុងការដឹកអ្នកទៅនាងបដិសេធតែខ្ញុំនឹងប្តឹងលោកបើលោកមិនព្រមចេញទេខ្ញុំទៅតែឃើញលោកចេញពីស្ថានីយ៍ប៉ូលីសតាតែនោះជាតែបើលោកមិនចង់ទៅវិញអត់តើមកប្រូនោះនឹងឈួតស្អីទេស្អីពីឡានហើយធាក់ក្អីទួស្អីទៀតធាក់ឲ្យស្អីវិញនឹងអាឡេមកហេនាងគិតថាខ្ញុំអត់ហ៊ានទាត់ពេលនាងកំពុងបើកបរមែនប្រុសម្នាក់នឹងនៅតែធាក់ឲ្យកំពុងស្អីចឹងទួស្អីយលក់ចេះអាចុយមកឲ្យប៊ីជីបុកបកោភ្លើងម្ដងទៀតហើយប៊ីទៅបានឋានសួគ៌អាងាប់នេះឲ្យហាញ់ធាក់ម៉ែអើយម៉ែវាទៅបើនាងឈប់ម្ដងទៀតយើងនឹងសម្លាប់នាងហើយតើខ្ញុំគួរធ្វើអីតោះមកទោះស្អីក៏ក្លែងទៅឃើញផ្លាកនៅលើផ្លូវដែលគេដាក់នៅលើផ្លូវហ្នឹងណាហើយទោះស្អីក៏បត់ទៅខាងហ្នឹងដែលផ្លាកហ្នឹងគឺដាក់អក្សរដូចនៅក្នុងផ្លាកបោះសូដែលឲ្យទៅទោះស្អីឲ្យនាំទៅឲ្យប្រុសយន្តសូបន្ទាប់ពីកងឡានបានឈប់ប្រុសស្នេហ៍របស់ប្រុសម្នាក់ហ្នឹងក៏បានស្ងាត់បាត់ទៅទោះស្អីបើយើងក៏ក្លែងទៅខំទៅឃើញក្តាស់ដែលប្រុសយន្តសូបានឲ្យទៅទោះស្អីតែប្រុសហ្នឹងក្តាស់ហ្នឹងគឺបានសរសេរដូចនេះចឹងហើយក្នុងឡានគឺសតតែទោះស្អីម្នាក់ឯងហើយមកយើងក៏ស្លេះតាមតែប៉ុណ្ណោះហើយអ្នកអត់មានពិសុំទុកមែនតើពេលខ្លះគឺមិននិយាយអាឡអួរឬក៏ហៅឈ្មោះទូអងមួយណាដែលខឬក៏ពាក្យសម្ដីមិនសមរម្យអីគឺអត់មានសុំទោសផងហើយជួបគ្នាវីដេអូក្រោយបាយបាយ